នេះបាទពុំតែដកពាក់កណ្ដាលទូហើយដកថែមរហូតបាទព្រះបរុទ្ធដែលទូល្បីល្បាញណាបាទប្រៃដូចឈ្មោះអត់ចាំមើលជាមួយនឹងទូល្បីល្បាញមកពីខាងព្រៃវែងព្រះបរុទ្ធដែលជះសែនជ័យសិរីមង្គលបារមីឈួងខ្លាំងរាខ្សែទឹកខាងក្រៅឯកសណ្ឋានស្រស់ស្អាតដូចគ្នាតែក្តាមប្រៃចាប់ផ្ដើមដកហើយដកបន្តិចម្ដងហើយឯកសណ្ឋានពណ៌បេតងចុងច្បារពណ៌សនេះហើយគឺក្តាមប្រៃខ្សែទឹកក្នុងតាមលេខរៀងហោហែល្អណាបងប្អូនប៉ុន្តែរកតាពេលឆ្លៀតជំរាបជូននាមសពរស់ជនអត់តាន់ដោយសារទូកលឿនយ៉ាទូកលឿនពេកចឹងសូមអធិស្ឋានបាទចូលមកដល់នឹងមកមួយទៀតហើយបាទប្រកាសកែនេះឥឡូវក្តាមប្រៃមកពីកំពង់ឆ្នាំងនេះបាទកំពុងតែដកពាក់កណ្ដាលទូហើយដកថែមរហូតបាទព្រះបរុទ្ធដែលជាសែនជ័យសិរីមង្គលបារមីឈុំខ្លាំងបាទដាក់ចាញ់ខ្វង់មកឆ្ងាយកាន់តែឆ្ងាយទៅមកមុខវិញដាច់ពាក់កណ្ដាលទូកឯណោះចាដាច់ពាក់កណ្ដាលទូកបាទ115នេះ115ក៏ចិត្តចាប់យោងកងពាន់ទី2ហើយដែរឯកសណ្ឋានស្រស់ស្អាតដូចគ្នាក្តាមប្រៃខ្សែទឹកខាងក្នុងឈ្នះការវិជើងទី1ឥឡូវខ្សែទឹកខាងក្រៅក៏នៅតែល្អដែរនាំមុខបាទនាំមុខទៅលើបាទខ្សែទឹកខាងក្នុងព្រះពិរុណសែនដែលជាសែនជ័យបាទសេរីមង្គលបារមីបាទឈូមឆ្លាងបាទឥឡូវយ៉ាងមើលបាទមកដល់មុខនឹងពលិជ័យនៅវេទិកាកិត្តិយសក៏នៅតែបង្ហាញអីយ៉ាបាទអមិញបែបហើយបាទព្រះពិរុណដែលជាសែនជ័យសេរីមង្គលបារមីឈូមឆ្លាងនេះដកដែរបាទតន់ឬមិនតន់ដកអើយអូយបើតែនៅយឺតពេលមិនអាចតន់ទេបាទក្តាមប្រៃនៅតែប្រៃហ្នឹងបាទឥឡូវទទួលបានជ័យជំនះហើយបាទទាំងពីរជើង